ស្របពេលដែលទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជាឈានដល់ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន20លានគ្រឿងនិងការប្រើប្រាស់អ៊ីនធឺណិតមានរហូតដល់19លាននាក់ក៏ដោយប៉ុន្តែសហគមន៍ជនជាតិដើមភាគតិចជាច្រើននៅតែមិនត្រូវបានរួមបញ្ចូលក្នុងប្រព័ន្ធឌីជីថលបើទោះបីជាពួកគេមានឧបករណ៍សម្រាប់ភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតក៏ដោយពួកគេហាក់បីដូចជាមានភ្នែកសម្រាប់មើលប៉ុន្តែមិនអាចយល់បាននោះទេនេះបើយោងតាមកញ្ញាស៊ិនប៊ូឡៃតំណាងឲ្យអង្គការថែរក្សាភាសាជនជាតិដើមភាគតិចខេត្តរតនគិរីសម្រាប់សហគមន៍ជនជាតិដើមភាគតិចរបស់កញ្ញាបញ្ហាប្រឈមមិនមែនគ្រាន់តែជាការចូលប្រើអ៊ីនធឺណិតនោះទេតែវាគឺជាការយល់ដឹងខ្លឹមសារទាំងមូលដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះយុវជនជនជាតិដើមភាគតិចជាច្រើនពិតជាបានប្រើប្រាស់អ៊ីនធឺណិតបានប៉ុន្តែពិបាកនៅក្នុងការយល់ពាក្យឌីជីថលហើយខ្លឹមសារចុះផ្សាយទាំងអស់មិនមានជាភាសាជនជាតិដើមភាគតិចដែលពួកគេអាចយល់បាននោះទេកញ្ញាប្លន់ភីម៉ៃបាននិយាយថាប្រហែលជាង 80% នៃអ្នកសហគមន៍របស់កញ្ញាមិនចេះភាសាខ្មែរឡើយកញ្ញាប្លន់ភីម៉ៃបាននិយាយថាប្រហែលជាង 80% នៃអ្នកសហគមន៍របស់កញ្ញាមិនចេះភាសាខ្មែរឡើយតាមរយៈគម្រោងដោយអង្គការ UNESCO និងដៃគូនៅក្នុងស្រុកយុវជនកំពុងសិក្សាចំណេះដឹងផ្នែកឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងជាភាសារបស់ពួកគេប៉ុន្តែការរីកចម្រើនគឺនៅមានភាពយឺតយ៉ាវលោកខៅជ្វាជាយុវជនជនជាតិដើមភាគតិចពូណងបានបន្តថានៅភូមិរបស់ខ្ញុំមិនមានអង្គការច្រើនចែករំលែកចំណេះដឹងផ្នែកឌីជីថលឬប្រភេទផ្សេងៗទៀតទេការខ្វះខាតទាំងនេះមានន័យស្មើនឹងការបាត់បង់ឱកាសសម្រាប់យុវជនដូចជាបាត់បង់អាហារូបករណ៍ដើម្បីបន្តការសិក្សាជាដើម